កំពុងផែទេសចរអន្តរជាតិកំពតដែលយើងបានកំពុងប្រារព្ធពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជូនដល់លោកយាយលោកតាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពតផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសភ្ញៀវជាតិអន្តរជាតិដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពុងផែទេសចរនេះធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរផ្សេងៗពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនេះព្រឹកនេះគឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិនិងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបាននិយាយជារួមនិងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកនិងកំពង់ផែបាននិយាយដោយឡែកកំពង់ផែទេសចរអន្តរជាតិកំពតមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពតត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ 4.25 ហិកតាជាអំណោយរបស់អ្នកអង្គការវិញហួរជូនរាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន SPBH Engineering and Construction Co Ltd និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន SBK Research and Development កំពង់ផែនេះរួមចំណែកលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រទៅកាន់គោលដៅទេសចរផ្សេងដូចជាខេត្តកែបខេត្តព្រះសីហនុខេត្តកោះកុងនិងបណ្ដាកោះនានាក្នុងប្រជាជាតិកម្ពុជាការតភ្ជាប់ទាំងអស់នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមតាមរយៈការផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសហគ្រាសអាជីវកម្មក្នុងស្រុកដូចជាភោជនីយដ្ឋានសណ្ឋាគារហាងលក់វត្ថុអនុស្សាវរីយ៍និងក្រុមហ៊ុនទេសចរជាដើម